ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺថាមកបែបប្លែកទៀតហើយអ្នកទាំងអស់គ្នាថ្ងៃនេះគឺថាមានមុខម្ហូបមួយមុខចាដែលអ្នកទាំងអស់គ្នាចាអ្នកខ្លះក៏គាត់ចាអត់ទាន់បានស្គាល់ណាទាំងអស់គ្នាហើយអ្នកខ្លះក៏គាត់បានស្គាល់ហើយដែរចាសម្រាប់នំមួយមុខនេះចាជាអាហារដ៏ពេញនិយមខ្លាំងមែនទែនចាគឺថានំចាន់ប្រៃរបស់អ្នកខាងកពតរបស់យើងអ្នកទាំងអស់គ្នាហើយសម្រាប់នំមួយមុខនេះគឺថា ពិបាកក្នុងការរកញ៉ាំមែនទែនពេលដែលយើងចង់ញ៉ាំពេលខ្លះអត់ដឹងថាអាចរកបាននៅទីណាទេចាប៉ុន្តែសម្រាប់អ្នកកពតបងប្អូននៅកពតចាគាត់ប្រកាសជាបានស្គាល់ហើយសម្រាប់នំមួយមុខនេះគឺថាពេលដែលបានញ៉ាំម្ដងហើយគឺថាញ៉ាំតែម្ដងអ្នកទាំងអស់គ្នាចង់ញ៉ាំហើយចង់ញ៉ាំទៀតអញ្ចឹងឥឡូវថ្ងៃនេះនៅឃើញថាឃ្លាននំអ្នកកពតអ្នកទាំងអស់គ្នាអញ្ចឹងនៅឃើញថាអាចsearch មើលហើយសាកល្បងរៀនធ្វើដោយខ្លួនឯងមើលចង់ដឹងថាទៅមុខអត់ទេចាហើយញ៉ាំបានទេណា ចឹងឥឡូវថ្ងៃនេះគឺថាសាកល្បងធ្វើទាំងអស់គ្នាចាហើយក៏ជាលើកទី1សម្រាប់នាងខ្ញុំដែរដោយសារតែនំមួយមុខនេះគឺជានំចាដែលយើងញ៉ាំជាមួយនឹងស្នូលដូចស្នូលបាញ់ឆែវស្នូលអីអ្នកទាំងអស់គ្នាចាញ៉ាំជាមួយនឹងទឹកត្រីផ្អែមអីដូចគ្នាប៉ុន្តែរបៀបនៃការធ្វើចាគឺថាវាអឺផ្សេងគ្នាចាហើយរូបរាងគឺថាប្លែកមួយបែបទៀតទៅណាទាំងអស់គ្នាអញ្ចឹងឥឡូវផ្នែកស្នូលនេះគឺខ្ញុំចាជ្រើសរើសធ្វើជាមួយនឹងសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់បង្គាចាភាគច្រើនចានំដែលខ្ញុំញ៉ាំជាមួយនឹងស្នូលសាច់ជ្រូកឬមួយក៏អីគឺខ្ញុំតែងតែលាយជាមួយនឹងសាច់បង្គាដើម្បីឲ្យរសជាតិវាកាន់តែឆ្ងាញ់ណាអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការចិញ្ច្រាំសាច់យើងបានម៉ត់ល្អហើយខ្ញុំក៏ងាកមកធ្វើជាមួយនឹងទឹកត្រីផ្អែមម្ដងចាខ្ញុំត្រូវការខ្ទឹមសហើយនិងម្ទេសចាហើយខ្ញុំធ្វើការក្លុកខ្ទឹមសជាមួយនឹងម្ទេសចាយើងឲ្យបានម៉ត់ល្អមកគឺថារួចស្រេចតែម្ដងអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការកិនម្ទេស ខ្ទឹមបានម៉ត់ហើយចាគឺខ្ញុំមកធ្វើជាមួយនឹងទឹកត្រីផ្អែមរបស់យើងតែម្ដងចាហើយរបៀបនៃការធ្វើគឺថាសាមញ្ញមែនទែនចាយើងត្រូវការតែស្ករសចាចំនួន3ទៅ4ស្លាបព្រាបាយណាទាំងអស់គ្នាចាហើយបន្ទាប់មកយើងធ្វើការកូរស្ករយើងជាមួយនឹងភ្លើងឲ្យវារៀងរលាយឡើងក្រហមល្អមកណាទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំចាក់បន្ថែមទឹកបន្តិចចាហើយខ្ញុំក៏ធ្វើការកូរចាបន្តកូរឲ្យស្ករយើងរលាយណាទាំងអស់គ្នាហើយបន្ទាប់មកចាគឺខ្ញុំថែមជាមួយនឹងចាទឹកសាបបន្តិចចាហើយបន្ទាប់មកចាយើងថែមជាមួយនឹងគ្រឿងផ្សំផ្សេងទៀតណាទាំងអស់គ្នាចាសម្រាប់របៀបនៃការធ្វើទឹកត្រីផ្អែមគឺថាសាមញ្ញងាយស្រួលមួយផ្លែគឺថាបានញ៉ាំតែម្ដងចាឥឡូវបន្ទាប់ពីធ្វើការកូរទឹកជាមួយនឹងស្ករសយើងឲ្យវារលាយសព្វល្អហើយគឺខ្ញុំបន្ថែមជាមួយទឹកត្រីចូលហើយខ្ញុំក៏បានដាក់ជាមួយនឹងទឹកម្ទេសបន្តិចដើម្បីឲ្យពណ៌ទឹកត្រីយើងឡើងក្រហមស្អាតណាទាំងអស់គ្នាចា អញ្ចឹងបន្ទាប់ពីចាធ្វើការទុកវាតែមួយពុះមកចាហើយខ្ញុំក៏បន្ថែមចាទឹកខ្មេះបន្តិចចាដោយសារតែពេលហ្នឹងអត់បានចុចថតអ្នកទាំងអស់គ្នាចាទឹកខ្មេះបន្តិចទៅហើយយើងក៏ដាក់ជាមួយនឹងខ្ទឹមសនិងម្ទេសដែលយើងបានក្លុកហ្នឹងគឺចូលតែម្ដងចាគឺថារួចស្រេចតែម្ដងរសជាតិគឺថាប្រៃជូរអែមល្មមឆ្ងាញ់តែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវទឹកត្រីផ្អែមគឺខ្ញុំបានធ្វើរួចរាល់មួយមុខទៀតហើយចាឥឡូវគឺខ្ញុំមកចាងាកធ្វើជាមួយនឹងអឺ ផ្នែកស្នូលរបស់យើងណាអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវរបៀបនៃការធ្វើស្នូលហ្នឹងក៏អត់មានអីពិបាកដែរយើងឆាធម្មតាដូចតែយើងឆាម្ហូបអញ្ចឹងគ្រាន់តែថារសជាតិស្នូលហ្នឹងគឺយើងអត់ត្រូវការវារាងប្រៃដិតពេកអ្នកទាំងអស់គ្នាត្រូវការរសជាតិរាងសាបឡមៗដោយសារតែយើងត្រូវញ៉ាំជាមួយនឹងទឹកត្រីផ្អែមហ៎អញ្ចឹងឥឡូវយើងធ្វើការចាកូរខ្ទឹមសដែលយើងបានចិញ្ច្រាំម៉ដ្ឋឲ្យឡើងពណ៌ក្រហមល្អហើយយើងដាក់សាច់យើងចូលទៅណាអ្នកទាំងអស់គ្នាចាឆាមើលតើវារៀង ចិត្តឆ្អិនល្មមហើយគឺយើងបន្ថែមជាមួយគ្រឿងទេសចាខ្ញុំមានស្ករសបន្តិចចាហើយបន្ទាប់មកខ្ញុំលាយជាមួយនឹងម្រេចបន្តិចចាហើយនឹងជាមួយនឹងប៊ីចេងបន្តិចអ្នកទាំងអស់គ្នាចាហើយនឹងចុងក្រោយហ្នឹងគឺចាយើងលួចជាមួយនឹងម្រេចបន្តិចដែរអ្នកទាំងអស់គ្នាហើយនេះគឺជាទឹកប្រេងខ្យងហើយជាមួយនឹងទឹកម្ទេសបន្តិចដែរដើម្បីឲ្យពណ៌ស្នូលសាច់របស់យើងវារៀងឡើងក្រហមស្អាតទំនងគួរឲ្យចង់ញ៉ាំណាអ្នកទាំងអស់គ្នាអញ្ចឹងរសជាតិគឺថាស្រាលអត់ដិតទេអ្នកទាំងអស់គ្នាចាដោយសារតែគ្រឿងទេសគឺយើងដាក់បន្តិចទេចាអញ្ចឹងរសជាតិស្នូលគឺយើងអត់ត្រូវការប្រៃទេហើយបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមអ្នកទាំងអស់គ្នាសម្រាប់ស្លឹកខ្ទឹមហ្នឹងគឺដាក់កាន់តែច្រើនគឺកាន់តែធ្វើឲ្យស្នូលសាច់ស្នូលរបស់យើងគឺឡើងក្លិនឈ្ងុយហើយមានរសជាតិឆ្ងាញ់ណា អញ្ចឹងឥឡូវគឺផ្នែកសាច់ស្នូលគឺខ្ញុំបានឆាមួយមុខទៀតហើយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវអ្វីដែលយើងត្រូវមកធ្វើបន្ទាប់នេះចាគឺខ្ញុំដាក់ដាំទឹកចាដើម្បីឲ្យវាពុះសិនណាចាអញ្ចឹងកំឡុងពេលដែលយើងចាំទឹកពុះហ្នឹងគឺខ្ញុំ
ងាកមកលាយជាមួយនឹងសាច់ម្សៅអ្នកទាំងអស់គ្នាគឺខ្ញុំមានម្សៅអង្ករខ្សាយចំនួនកន្លះកូនចានចង្កឹះហើយបន្ទាប់មកខ្ញុំមានជាមួយនឹងម្សៅពោតទេអ្នកទាំងអស់គ្នាប្រហែលជាមួយស្លាបព្រាកន្លះចាហើយខ្ញុំលាយជាមួយនឹងទឹកហើយនឹងថែមអំបិលបន្តិចដែរអ្នកទាំងអស់គ្នាហើយខ្ញុំធ្វើការកូរច្បល់ចាម្សៅជាមួយនឹងទឹកធ្វើម៉េចឲ្យវារលាយសព្វគ្នាបានល្អអ្នកទាំងអស់គ្នាកុំឲ្យវានៅដុំៗណាចាអញ្ចឹងឥឡូវបន្ទាប់ចាពីយើងធ្វើការកូរសាច់ម្សៅជាមួយនឹងទឹកវាបានរលាយសព្វល្អមកចានិយាយទៅកូរមករៀងមកល្មមអញ្ចឹងបន្ទាប់ពីចាកូរច្បល់សាច់ម្សៅជាមួយនឹងទឹករៀងបានសព្វល្អហើយខ្ញុំក៏បន្ថែមចាទឹកស្អាតយើងចាចូលប្រហែលជា200អំអិលទៀតណាអ្នកនរគ្នាចាមកល្មមដែលសាច់ម្សៅយើងពេលដែលយើងចម្អិនទៅគឺថាវាមិនទន់ពេកហើយក៏មិនស្វិតពេកមិនល្មមញ៉ាំតែម្ដងអញ្ចឹងឥឡូវផ្នែកម្សៅគឺខ្ញុំបានចាធ្វើរួចរាល់ហើយដែរអញ្ចឹងឥឡូវយើងចាប់ផ្ដើមមកចាក់នំយើងតែម្ដងសម្រាប់វិធីនៃការចាក់នំគឺថាសាមញ្ញងាយស្រួលយើងត្រូវការតែកូនចានណាអ្នកទាំងអស់គ្នាកូនចានអ្នកទាំងអស់គ្នាអាចយករៀងជ្រៅជាងនឹងក៏បានចារាក់បែបនេះក៏បានដែរអញ្ចឹងណាប៉ុន្តែដោយសារខ្ញុំចង់បានរៀងរាក់ពេលដែលយើងញ៉ាំទៅវាមួយម៉ាត់ពីរម៉ាត់អស់អញ្ចឹងវាអត់សូវងាយទ្រាំអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវចាយើងធ្វើការកម្ដៅចានយើងឲ្យវារៀងក្ដៅ5នាទីមកបន្ទាប់មកយើងចាក់ផ្នែកម្សៅយើងចូលអ្នកទាំងអស់គ្នាហើយសម្រាប់ការមើលម្សៅឆ្អិនឬមិនឆ្អិនហ្នឹងក៏វាងាយស្រួលដែរមើលតែម្សៅយើងរៀងឡើងថ្លាល្អទៅគឺថាមានន័យថាសាច់ម្សៅសាច់នំរបស់យើងគឺថាឆ្អិនណាស់អ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងគ្របទុកប្រហែលជា5នាទីទៅ7នាទីចាឃើញថាសាច់ម្សៅវាយើងឡើងឆ្អិនណាយើងក៏ចាដាក់ស្នូលសាច់ដែលយើងបានឆាហ្នឹងពីលើមកចាហើយទុកវាតែ1នាទីអីទៅគឺថាឆ្អិនតែម្ដងអ្នកទាំងអស់គ្នាហើយសម្រាប់នំមួយមុខនេះខ្ញុំគិតថាវាមានភាពងាយស្រួលចាសូម្បីតែវាជាលើកទី1សម្រាប់ខ្ញុំក៏ថាបានដែរហើយរសជាតិវិញខ្ញុំគិតថាវាឆ្ងាញ់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាប្លែកខ្លាំងចាពេលដែលយើងញ៉ាំផ្ទាប់ជាមួយនឹងទឹកត្រីផ្អែមទៅហើយយើងលាយជាមួយនឹងខ្ទឹមបំពងបន្តិចទៀតទៅគឺថារសជាតិអ្នកទាំងអស់គ្នានិយាយទៅនំអ្នកខាងកពតគឺថារសជាតិឆ្ងាញ់ហើយរបៀបនៃការធ្វើគឺថាសាមញ្ញងាយស្រួលខ្លាំងមែនទែនចាហើយសម្រាប់នំមួយមុខនេះដូចខ្ញុំនិយាយដដែលៗអញ្ចឹងពេលដែលយើងឃ្លានណាពេលខ្លះអត់ដឹងថាអាចរកបាននៅទីណាទេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែរៀនចាសាកល្បងធ្វើជាមួយខ្ញុំបានណាហើយរសជាតិខ្ញុំធានាថាគឺថាប្លែកឆ្ងាញ់ខ្លាំងមែនទែនហ្មងអ្នកទាំងអស់គ្នាឈ្ងុយចាពីសាច់ម្សៅទន់ស្វិតចាហើយសម្រាប់សាច់ស្នូលគឺថារៀងប្រៃឡំដែលយើងញ៉ាំជាមួយនឹងទឹកត្រីរៀងជូរអែមបន្ថែមជាមួយនឹងខ្ទឹមរៀងស្រួយទៀតគឺថាអូយអ្នកទាំងអស់គ្នាគឺថាដឹងនិយាយថាម៉េចទេក្រៅពីពាក្យថាឆ្ងាញ់ទេអ្នកទាំងអស់គ្នាអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូនេះគឺខ្ញុំចង់មកចែករំលែកជូនអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងទេពីរបៀបនៃការធ្វើនំអ្នកខាងកពតណាខុសត្រូវយ៉ាងណាអាចខមមិនបាននៅខាងក្រោមវីដេអូ